เอ๊ะขมิ้นนี่มาปีนานแกมองก็จะลานจัง ก็มอมไพ่ขมิ้นไอ้ ខ្ញុំខេបងអូចឡានបើកចោលខ្ញុំឃើញរបស់នៅក្នុងនោះខ្លាចចោលលួយទៅខ្ញុំយាមនៅទីនេះ អរគុណហើយយកលុយនេះទៅមីងឲ្យ អត់ទេអ្នកមីងម្ដាយខ្ញុំប្រាប់ថាមិនឲ្យយកលុយនៅដល់តិចទេខ្ញុំលាអ្នកមីងទៅសិនហើយ นั่นเองឆាប់ទៅយកជាដល់ម៉ោងអី ឯងមិនចាំបាច់ទៅទេខ្ញុំទៅម្នាក់ឯងបានហើយខ្ញុំចង់ដឹងមិនក៏សាខានោះការលក់ធ្លាក់ចុះបែបនេះ អ្នកមីងក្មេងតូចមិនកាយមកទីនេះអ្នកនាងតើអ្នកនាងត្រូវការអ្វីដែរ ខ្ញុំចង់មើលអាវ សុំ សា ជើងជើងហើយក្មេងនេះមកពីណាគេជាកូនរបស់ខ្ញុំមិនអាចឲ្យក្មេងមកចូលហាងគួរតែទទួលភ្ញៀវដែលស័ក្តិសមទេមិនអ្នកនាងត្រូវការអ្វីដែរសូមអញ្ជើញចូលមកខាងក្នុងអ្នកនាងនេះគឺជា model លក់ដែលប្រចាំហាង ខ្ញុំមិនចូលចិត្តវាទេ ចាំមួយនេះវិញតើអ្នកនាងចូលចិត្តទេ ខ្ញុំលើកទូរស័ព្ទសិន นั่นเองខានតនីគេមិនដល់មកផ្ទះហើយ ជំពាក់លុយធនាគារសោះមកធ្វើចរិតខ្ញុំស្មានតែអ្នកមាន អេសួស្ដី អ្នកនាងត្រូវការអ្វីខ្ញុំជួយអ្នកនាងដើមមើល មិនបាច់ទេ នាងមកទិញឬក៏មកដើមមើលសម្បីតែមនុស្សក្រក្រៃជំពាក់បំណុលគេច្រើននេះក៏ហ៊ានមកចូលហាងប្រណិតដែរអ្នកណាផ្ដល់ភាពក្លាហានឲ្យនាង អ្នកណាប្រាប់នាងថាខ្ញុំជំពាក់បំណុលគេចុះមកអ្នកក្រមិនបាក់ទ្វារឲ្យ មក ចូល មិន ទេ ដូចនេះខ្ញុំឲ្យអ្នកក្រចូលមកមើលអីវ៉ាន់មកទិញមែនទេកុំអត់ប្រយោជន៍បាននាងមិនទិញទេឆាប់ចេញទៅអេកុំនិយាយបែបនេះអី បើខ្ញុំមិនពេញចិត្តហេតុអីខ្ញុំត្រូវទិញជាពិសេសអ្នកលក់ដូចជានាងអ្នកលក់ដែលគ្មានសុជីវធម៌ ណែនាងជឿទេថាខ្ញុំហៅសន្សុំអស់នាងចេញអេក៏បែបហ្នឹងអីសុំតើអ្នកនាងសូមអធិស្ឋានផង មើលទៅនាងគឺជាអ្នកលក់ដែលមានសុជីវធម៌ល្អចាំមិនអីទេបើអញ្ចឹងអាវក្នុងហាងខ្ញុំយកទាំងអស់ នាងនិយាយស្អីហ្នឹងខ្មោចក្រក្រៃដូចជានាងមានសមត្ថភាពទិញអាវនេះទាំងអស់ម្ដេចក៏ម្ដាយរបស់នាងមកកែកូនមកល្ងងយ៉ាងនេះកុំនិយាយថាម្ដាយរបស់ខ្ញុំ មិត្តរួមការងាររបស់នាងប្រហែលអន់ចិត្តនឹងភ្ញៀវក្រក្រដូចខ្ញុំ នេះ ហើយ អញនិយាយជាមួយខ្ញុំបានរាល់ភ្ញៀវទាំងអស់ខ្ញុំតែងតែដាក់ផ្ទះនឹងណែនាំគ្រប់ភ្ញៀវមិនថាភ្ញៀវមានឬក្រទេគឺខ្ញុំនឹងផ្ដល់សេវាកម្មឲ្យល្អបំផុតឲ្យខ្ញុំសូមទោសនាងផងចំពោះចំណុចខ្វះខាត មិនអីទេនាងធ្វើបានល្អហើយ ចំណុចការចេញហើយបានលងមកទីនេះ นั่นเองយ៉ាស៊ីខ្ញុំនិយាយទៅ ខ្ញុំទៅតែបានមើលល្ខោនចប់ទីបំផុតខ្ញុំបានដឹងហើយថាសាខានេះការលក់ធ្លាក់ចុះដោយសារអ្វីជំនួយការចេញរៀបចំបដូរអ្នកគ្រប់គ្រងចេញទៅ សុំចេញទៅ តានាងដឹងទេថាអ្នកគ្រប់គ្រងថ្មីជាអ្នកណា មិនដឹងទេ ជានាងនឹងហើយ ខ្ញុំអាចធ្វើបានដែរ ប្រកាសជាបាន បោះប្រមកពួកយើងទៅ3មកហើយលបងពួកយើងខានជុំគ្នាយូរហើយហ៎ប៉ុន្មាន បង ហើយ ប្រុសខ្ញុំក៏មកដែរ បងអូស្រីនាងក៏មកដែរពួកយើងជុំគ្នាហើយមិននេះចុះស្អិនណាឯងមកឃើញខ្ញុំទម្លាក់លោកក្នុងកណ្ដុបទេនឹងរូបគឺស្អាតណាស់ណាណែមើលចុះមើលបងអូស្រីចុះមើលពុកដូចគ្នាទេ បង នឹង ប្រុសធ្វើអីហ្នឹងមើលពួកបងចុះធ្វើបាបខ្ញុំណា មកឆាប់ជួយញ៉ាំអីមកថានេះញ៉ាំអស់ដែរទៅតាមច្បាប់ចុះទុកឲ្យលបងនេះក៏មកចុះនេះយកគ្រឿងសមុទ្រនេះចុះបងប្រុសទី2បងមានអាឡែស៊ីគ្រឿងសមុទ្រទីដល់សាញ់នេះ2ឆ្នាំទៀតមក បងប្រុសក៏មកច្រើនម្ល៉េះ ខ្ញុំមកខ្វល់លុយទីឯងក៏មកឲ្យតែចង់ញ៉ាំទៅខ្ញុំចង់សម្រុតងុនដាក់ទៅលោកជឿខ្ញុំខ្ញុំត្រូវការសាច់ទីដាក់ពងមកខ្ញុំមកលឺឡើយហើយចូលអញវិញ បងប្រុសឬបងមិនដឹងថាខ្ញុំចូលចិត្តអ្វីទេដាក់ដូចរដមក ជួយដាក់ស៊ុបពេញប៉ោះខ្ញុំមួយទៀតមកត្រូវការស្រាទេអូមិនទេទីអរគុណហើយបោធំក៏យើងមកទីនេះដើម្បីផឹកមែនទីនេះមិនបានហាមថាមិនឲ្យយកស្រាជួនណាឯងមើលចុះនេះស្រានេះជីតារបស់ខ្ញុំផ្ដល់ឲ្យយើងជួបគ្នាថ្ងៃនេះកុំសួរពីទ្រព្យសម្បត្តិកុំសួរពីសុខភាពកុំសួរពីលុយកុំសួរពីភាពជោគជ័យក ុំសួរពីអាជីវកម្ម គ្រាន់តែជួបជុំបងប្អូនមកនៅធ្វើស្អីនឹងមិនក៏មកចូលជួយខ្ញុំ ខ្ញុំមិនអាចចូលជួយបានទេ អាយ៉ាពួកឯងលេងយ៉ាងម៉េចហ្នឹងបើខ្លាំងអែមចូលមកលេងមកមិនដល់ឆាប់ចូលមកឆាប់ចូលមកកុំបានអូនអីលឿនបលធីមហ្វាយគាត់ជាអូសរៀងឡើង មហូបបានមកដល់ហើយតើអ្នកណាជាអ្នកបញ្ជាទិញដែរ ជួយដល់លើតុងហ្នឹងឲ្យចកខ្ញុំមួយបងតើនមើលអីឆាប់មកលឿនបាននិយាយអញ្ចឹងនឹកដល់ដេតកាដល់ខ្ញុំនឹកកាលថ្ងៃដែលពួកយើងនៅជាមួយគ្នា ខ្ញុំនឹកពេលវេលានោះណា ពេលនោះពួកយើងលេងហ្គេមឡើងដៃយប់ បងប្រុសឥឡូវនេះដូចជាល្ងាចហើយខ្ញុំទៅវិញសិនហើយ
បានចឹងចាំពេលក្រោយយើងជួបគ្នាទៀតចុះបងធំខ្ញុំទៅវិញហើយ ថៅកែ បាន បិទហាងនៅខ្ញុំចង់កំងមីមួយចាន សុំជើញគួយសិនចុះមនុស្សស្មត់ថាគឺជាឯងសោះ ពិតមែនហើយចៃដន្យណាស់បងប្រុសបើអញ្ចឹងខ្ញុំទៅវិញសិនហើយតកងឡាន ប្អូនស្រីបោកទី2បើជឿនេះមិនក៏រវល់ទីហើយខ្ញុំយ៉ាប់ទិញតំណែងផងនេះបោកធំគឺជាឯងទេអ្នកទី2គាត់នៅទីនេះដែរប្អូនស្រីមួយចុះដូចណាត់ជួបគ្នាអញ្ចឹងចៃដន្យមែនហើយមកចូលទៅញ៉ាំអីសិនទៅពួកយើងចូលទៅញ៉ាំដល់គ្នាទៅ តែខ្ញុំបានញ៉ាំឆ្អែតហើយ តែពួកយើងមិនទៅបានញ៉ាំទេចូលទៅម្ដងទៀតឆាប់ទៅបបរយូមានឬកាឡាចំពោះខូចគុណខូចគុណបបរចុតឡានមានបញ្ហាបបរមានឃើញទីនោះទេខ្ញុំចង់ញ៉ាំវាបបរកំរោបានមកណាយើងគួរទៅសាកវាម្ដងទៅបានថើកែប្រញាប់ឡើងចាប់វាឲ្យខ្ញុំមកឯងមិនមែនចង់ញ៉ាំនៅទីនេះទេមិនមែនខ្ញុំចង់ញ៉ាំទេគឺផ្ញើប្រពន្ធរបស់ខ្ញុំឯងនេះគួរចាប់អារម្មណ៍មែនចេះគិតពីប្រពន្ធទៀតថើកែបើចាប់រួចហើយសរុប234ឥឡូវអូនសម្លាញ់បន្តិចទៀតបងទៅដល់ផ្ទះវិញហើយមកខ្ញុំអ្នកទូទាត់មើលបានជន់បបរយូមិនក៏ទូទាត់ហើយមិនអីទេតោះទៅយករបស់ឲ្យខ្ញុំបបរតើឃ្លានអ្វីចង់កំងញ៉ាំទេនឹងអេបើខ្ញុំឃ្លានខ្ញុំចេញទៅញ៉ាំហើយថ្ងៃក្តៅណាស់គួរទៅកំងញ៉ាំទៅញ៉ាំនៅផ្ទះទៅក្តៅណាស់នេះបានអញចង់ញ៉ាំអីកំងទៅអេហើយអីទូរស័ព្ទរបស់ខ្ញុំអត់ថ្មអញ្ចឹងចប់ហើយទូរស័ព្ទអត់ថ្មបាត់ហើយនឹងទុកខ្ញុំនៅកំងចុះតែទៅមកពីហ្នឹងលោកជិះបងនោះខ្ញុំធ្វើរួចហើយមិនសូវចេញផ្សេងទេអាយ៉ាតែនេះល្អណាស់បបរអោបខ្ញុំមកខ្ញុំយកទៅហើយណាបបរយូតែអាចជួយបានទេអូសុំទោសហើយណាមិនមានផ្នែកមើលទេនឹងហើយឯងមិនចេះនិយាយស្រួលបូតទេអូខ្ញុំសុំទោសគឺគេបានបាយពីយើងយូរហើយពិតមែនហើយនឹកឃើញដល់ការនោះមិនភ្លេចទេបបរគេនោះគេតែផលប្រយោជន៍ទេហើយកុំនិយាយបែបនេះអីលោកគុណបបរយូមិនក៏បងមកទីនេះខ្ញុំមកទីនេះឆាប់ពេញមែនទេឆាប់ចូលក្នុងសិតទៅមើលចុះភ្លៀងមកហើយទៅហើយអេមិនពួកអញទៅពីមកទីមកឲ្យមិនបានទេឯងមើលចុះខ្ញុំមាននំបាយរបស់ចាញ់ឯងមកតាមយើងមកឈប់សិនបន្ទាប់ពីញ៉ាំនំបាយនេះហើយខ្ញុំចង់ក្រោយទេលីយូនេះយ៉ាងនេះមានន័យថាម៉េចទៅខ្ញុំចូលរស់នៅបែបនេះទេចុះទៅរកស៊ីទីក្រុងអញនិយាយមែនបើចង់ខ្ញុំទៅរៀបចំបានសិនតោះយូហើយអញនៅធ្វើហ្នឹងមកចាំមកយូហើយមកចាប់ទៅអ្នកទៅពីខ្ញុំមិនបានទៅទេព្រោះមានមនុស្សចាស់និងក្មេងនៅផ្ទះត្រូវមើលថែត្រូវណែយកលុយនេះទៅនៅទីក្រុងត្រូវចំណាយលុយច្រើនណាស់មានរឿងអ្វីអាចត្រឡប់មកវិញបានត្រូវមិនអីទេបានចឹងពេលជោគជ័យយើងត្រឡប់មកវិញបើត្រឡប់មកបានផ្ទះយើងនៅចាំខេមកនឹកដល់ស្រុកកំណើតណាស់តែបានធ្វើអ្វីខ្លះប្រហែលឆ្នាំនេះខ្ញុំទេតែឯងមិនចូលសោះអូខ្ញុំមកបដូរលេខប្រើហើយឮថាអ្នក12នាទីនេះខ្ញុំក៏មកលេងអូត្រូវឥឡូវនេះឯងធ្វើការនៅណាដំងឡើយខ្ញុំធ្វើការសំណងក៏រកបានមិត្តភក្តិខុសពេលនេះយកទៅជាមួយគេត្រូវចាំបោកគេហើយយូរហើយឯងបាញ់ចឹងអ្នកតែពីរពិភាក្សាគ្នាសិនចុះខ្ញុំធ្វើកម្រងឲ្យគេប្រហោយសិនយូប៊ីលវាងអូហ្នឹងហើយខ្ញុំធ្វើចិត្តហើយកម្រងនេះបាទយូរហើយណែលីយូអាយយកសម្បូរនេះប្រើទៅវាល្អប្រឹងណាស់លីយូមើលកម្រងនេះទៅតែត្រូវទេនឹងលីយូបានអ្នកពីលវលបានចឹងខ្ញុំទៅវិញសិនហើយបានចឹងអញទៅវិញសិនចុះបើមានអ្វីពួកយើងជួយឯងមកក្រុមហ៊ុននេះមកណា
ពួកយើងបែកគ្នាច្រើនឆ្នាំហើយក្នុងនេះមានលៀស60ម៉ឺនអាយយើងសុំបំណុលគេទាំងទូធ្វើចំនួនខ្លាំងពួកយើងគឺជាបងប្អូនគ្នាជានិច្ចមានរឿងអ្វីក៏ដោយអាចមកចូលរួមនៅក្នុងក្រុមហ៊ុនរបស់យើងបានលីយូកាលពីមុននោះពួកយើងបានខ្ចីលុយវាច្រើនណាស់ឥឡូវនេះត្រូវតែសងវាវិញហើយពិតមែនហើយពួកយើងគឺជាបងប្អូនបញ្ហារបស់គេក៏ជាបញ្ហារបស់ពួកយើង